សម្ពាធផ្លូវចិត្តរបស់បរិសុទ្ធខ្ញុំដាក់ប្រធានបទមួយនេះស្របពេលដែលខ្ញុំបានទទួលនៅសំណួរមួយពីក្មួយប្រុសម្នាក់ដែលគាត់គឺជាស្វាមីនិងជាឪពុករបស់កូនទាំងពីរនាក់របស់គាត់កូនរបស់គាត់អាយុ9ឆ្នាំ8ឆ្នាំដូចជាមាន9ឆ្នាំនិង7ឆ្នាំគាត់មានបញ្ហាផ្លូវចិត្តមែនតើគាត់ស្ទើរតែបោះបង់ចោលខ្លួនឯងគាត់សួរខ្ញុំថាមីងកាលពីមុនខ្ញុំមានការងារធ្វើទោះបីជាការងារខ្ញុំមិនសូវជាបានកម្រៃខ្លាំងអាចធ្វើឲ្យជីវិតខ្ញុំខ្លាចជាអ្នកមានក៏ដោយក៏ប៉ុន្តែខ្ញុំត្រូវបោះបង់ចោលការងារនៅពេលដែលចប់គាំងពេលដែលកូវីដហើយការបោះបង់ចោលការងារនេះគឺដោយសារមកជួយសម្រាលបន្ទុករបស់ភរិយាខ្ញុំក៏សួរត្រឡប់ទៅវិញថាភរិយាគាត់ធ្វើអីគាត់ថាភរិយាគាត់គឺជាអាជីវករដែលល្អពូកែខ្លាំងហើយរវល់ល្អប្រសើរស្ដាប់ទៅជីវភាពហើយជីវភាពគាត់គឺល្អមានស័ព្ទមានគ្រប់ក៏ប៉ុន្តែអ្វីដែលមនុស្សប្រុសម្នាក់ហ្នឹងគាត់មានវិបត្តិមានសម្ពាធគឺគម្លាតឆ្ងាយរវាងប្តីនិងប្រពន្ធបើតាមខ្ញុំស្ដាប់ប្រពន្ធរបស់គាត់ស្ថិតនៅក្នុងចរិតជាមេដឹកនាំនិងចរិតដែលស្ដាប់អញ្ចឹងមនុស្សស្រីប្រភេទហ្នឹងគឺមិនសូវសម្បូរសម្ដីទេត្បិតតែគាត់ជាអ្នកលក់ដូរក៏ដោយក៏ប៉ុន្តែមនុស្សស្រីបែបហ្នឹងគឺមនុស្សដែលចរិតជាមេដឹកនាំគឺសម្រេចលើគាត់ខុសលើគាត់ត្រូវលើគាត់ហើយនឹងពិចារណាល្អិតល្អន់ដោយមិនចាំបាច់ពិគ្រោះយោបល់ស្វាមីទី1ទី2ស្វាមីរបស់គាត់គឺជាមនុស្សដែលគិតហើយក៏ជាមនុស្សដែលធ្វើដូចគ្នាអញ្ចឹងមនុស្សពីរហ្នឹងមិនមែនជាមនុស្សនិយាយដូចគ្នាធ្វើឲ្យសម្ដីនៅក្នុងគូជីវិតរបស់គាត់ខ្វះមានស័ព្ទមានគ្រប់ប្តីប្រពន្ធអត់ឆ្លោះគ្នាអត់ពិបាកក្នុងជីវភាពទេតែខ្វះសម្ដីអ្វីតម្រូវការរបស់គាត់ថាហេតុអីបានជាគាត់ជាមួយភរិយាគាត់មិនសូវមានតំណែងតំណងមិនសូវនិយាយគ្នាគិតតែរវល់គាត់ស្ទើរតែប្រេះដើមទ្រូងទៅហើយរហូតដល់គាត់មានអារម្មណ៍ថាគាត់លែងមានតម្លៃចំពោះប្រពន្ធដោយសារគាត់បាត់បង់ការងារឬមួយក៏មិនមែនដោយសារគាត់រលុយមិនសូវបានឬមួយក៏មិនមែនដោយសារគាត់ធ្វើការរងថ្ងៃមិនចេញជាលុយឬក៏មិនមែនចំនួនជាច្រើនដែលចាក់ស្រេះឲ្យខ្ញុំឆ្លើយរហូតដល់គាត់សួរខ្ញុំថាតើគាត់ជាស្វាមីដែលមានតម្លៃអត់ចម្លើយមួយនេះខ្ញុំឆ្លើយទៅជូនគាត់ថាតាមពិតដោយសារទាំងពីរនាក់អត់បានដឹងថាខ្លួនកំពុងខ្វះអីខ្វះសម្ដីទាំងសងខាងប៉ះប៉ូវសម្ដីគ្នាហើយមនុស្សដែលអត់មានសម្ដីគឺមនុស្សដែលខ្វះការសរសើរខ្វះការបញ្ចូលនិងខ្វះការសំទោសនិងលួងលោមអញ្ចឹងតម្រូវការរបស់ស្វាមីត្រូវការលើកទឹកចិត្តត្រូវការសរសើរត្រូវការពោលពាក្យសរសើរសំទោសអត់ដែលទទួលបានគាត់មានអារម្មណ៍ថាតូចចិត្តតែភរិយារបស់គាត់អត់បានដឹងថាគាត់ត្រូវការបែបហ្នឹងឯងចម្លើយទៅវិញសូមប្អូនប្រុសសូមក្មួយប្រុសហៅភរិយានិយាយពីអ្វីដែលជាប់គាំងនៅក្នុងបេះដូងប្រាប់ថាខ្លួនចង់បានបែបហ្នឹងហើយបើសិនជាក្មួយស្រីលឺហើយបន្ថែមការនិយាយស្ដីបន្តិចជីវិតនឹងពោពេញដោយសុភមង្គលឃើញទេចំណុចដែលខ្វះគឺខ្វះនិយាយច្រើនដូចមិញមនុស្សដែលប្រកែកនិយាយគឺជាមនុស្សដែលមានវិធីការទូតការងារជោគជ័យដោយសារសម្ដីអូខេ